សូមស្វាគមន៍មកកាន់ vlog ទៅលេងនៅដាណាងនៃប្រទេសវៀតណាមវីដេអូភាគ1ភាគ2ជាវីដេអូដែលខ្ញុំបានបង្ហោះទៅលេងនៅឯហុយអានហើយថ្ងៃនេះវីដេអូភាគ3នាងខ្ញុំបង្ហាញវីដេអូទៅលេងនៅដាណាង Beach នៅប្រទេសវៀតណាមវ៉ាវនិយាយទៅឆ្នេរដាណាងហ្នឹងគឺស្អាតមែនតើទឹកសមុទ្រឡើងខៀវហើយទេសភាពដែលយើងមើលទៅឃើញភ្នំនៅខាងក្រៅមកខាងអញ្ចឹងណាប៉ុន្តែទឹកសមុទ្រហ្នឹងគេដូចជាអត់អនុញ្ញាតឲ្យភ្ញៀវគាត់ទៅងូតទឹកនៅក្នុងទឹកសមុទ្រហ្នឹងឯងអញ្ចឹងបន្ទាប់ពីស្រះស្រូបខ្យល់នៅកន្លែងដាណាងនឹងរួចពួកខ្ញុំបន្តដំណើរឡើងភ្នំទៅកាន់តំបន់កំសាន្តផ្សេងៗទៀតដូចជាកន្លែងនេះដូចជាវត្តដែលមានរូបសំណាកពនាងគង់សៀមធំជាងគេនៅហ្នឹងហើយខ្ញុំអត់បានដឹងថានឹងទៅលេងនៅវត្តអញ្ចឹងខ្ញុំបានស្លៀកពាក់កៅអៅពណ៌ខ្មៅហ្នឹងហើយតបមកឡើងដល់ហើយបានខ្ញុំចាប់ផ្ដើមយកកៅអៅមួយទៀតយកមកសុកពីលើដើម្បីកុំឲ្យឃើញភាពមិនល្អអញ្ចឹងណាហ្នឹងហើយបន្ទាប់មកបានដើរមកដល់កន្លែងរូបសំណាកពនាងគង់សៀមហ្នឹងហើយនិយាយទៅស្អាតមែនតើទេសភាពមើលទៅបៃតងគេដេកូបានស្អាតហើយជុំវិញហ្នឹងគេមានជាសួនកន្លែងដែលយើងអាចដើរដំណើរមើលទេសភាពមើលរុក្ខជាតិផ្សេងៗនៅតំបន់ហ្នឹងអញ្ចឹងបន្ទាប់មកពួកខ្ញុំដើរទៀតដោយសារនៅម្ដុំហ្នឹងវាមានដូចជារូបសំណាកហើយនឹងវត្តអញ្ចឹងពួកខ្ញុំដើរនេះវត្តនេះស្អាតមែនតើនៅក្នុងហ្នឹងឃើញជនជាតិវៀតណាមភាគច្រើនគាត់ទៅបន់ស្រន់នៅក្នុងវត្តហ្នឹងអញ្ចឹងណាបន្ទាប់មកក៏បានឡើងទៅថ្វាយបង្គំព្រះរបស់គេដែរនិយាយទៅយើងចូលស្ទឹងតាមបត់ព្រោះដោយសារយើងទៅស្រុកទេសគេយើងគោរពស្រុកទេសគេអញ្ចឹងណាបន្ទាប់ពីយើងបានចូលទៅថ្វាយបង្គំហើយនឹងបានថតរូបវីដេអូមួយចំនួនហើយយើងបានចេញមកវិញហើយនេះទេសភាពមើលពីវត្តទៅខាងក្រៅវិញបន្ទាប់ពីយើងបានដើរចុះមកហើយនេះយើងបានឃើញដូចជាវត្តមួយទៀតតែខ្ញុំអត់បានទៅទេខ្ញុំបានខនថតទៅពីចម្ងាយហើយនេះក៏យើងបានដើរទៅចិត្តហ្នឹងក៏បានឃើញវត្តមួយទៀតចឹងទៅហើយបានថតរូបថតវីដេអូផលិតរូបភាពពួកយើងកម្របានទៅដើរលេងចឹងណាហើយបន្ទាប់មកយើងជិះតាមផ្លូវត្រឡប់មកវិញក៏ឃើញវត្តមួយទៀតក៏បានចូលទៅថតរូបថតវីដេអូដើម្បីបង្ហាញដល់បងប្អូនទាំងអស់គ្នាចឹងណាអញ្ចឹងវីដេអូទៅលេងនៅឆ្នេរដាណាងហើយនឹងវត្តផ្សេងបានមានតែប៉ុណ្្នឹងហើយអរគុណសម្រាប់ការទស្សនាកុំភ្លេចជួយ Subscribe Follow ផងអរគុណច្រើន